តាថៃអាចបដិសេធទៀតទេក្រោយការផ្ទុះអាវុធនៅចំពោះមុខក្រុមសង្កេតការ AOT ភ្នំពេញសំឡេងផ្ទុះអាវុធដោយភាគីថៃនៅព្រឹកថ្ងៃទី19វិច្ឆិកានៅច្រកច1ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់បានកើតឡើងនៅចំពោះមុខក្រុមសង្កេតការអាស៊ាន AOT ការផ្ទុះអាវុធនោះបានបង្ខំឲ្យយន្តការអាស៊ាន AOT ត្រូវផ្អាកការងាររបស់ខ្លួនជាបន្ទាន់ដើម្បីសុវត្ថិភាពអាយុជីវិត Fresh News Exclusive មានអត្ថបទស៊ីជម្រៅជារៀងរាល់ដងនៅពេលមានការផ្ទុះអាវុធពីភាគីថៃបង្កនូវការភ័យខ្លាចនិងពេលខ្លះថែមទាំងបង្កឲ្យពលរដ្ឋខ្មែរស្លាប់និងរបួសនៅតាមបណ្ដោយព្រំដែនភាគីថៃតែងប្រើភាសាដដែលបដិសេធថាជារឿងមិនពិតរឿងคล้ายៗជាទង្វើរបស់កម្ពុជាឬថាមិនមែនជាទង្វើរបស់ថៃឡើយប៉ុន្តែព្រឹត្តិការណ៍ផ្ទុះអាវុធវេលាម៉ោង 11:08 នាទីព្រឹកថ្ងៃទី19វិច្ឆិកាឆ្នាំ2025នៅច្រកច1ឃុំថ្មដាស្រុកវាលវែងខណ្ឌពោធិ៍សាត់ក្រោមក្រសែភ្នែកក្រុមសង្កេតការអាស៊ាន AOT ជាសាក្សីអន្តរជាតិព្រឹត្តិការណ៍នោះគឺនឹងមិនអាចឲ្យថៃអាចកលាស់ការពិតទៀតបានឡើយក្រុមសង្កេតការអាស៊ាន AOT នៅពេលចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់តាមកិច្ចព្រមព្រៀងគូឡាំពួរបានឮសំឡេងផ្ទុះដ៏ច្បាស់លាស់ចេញពីភាគីថៃដែលក្នុងហេតុការណ៍នេះដោយសារតែក្តីបារម្ភនឹងគ្រោះថ្នាក់ដល់អាយុជីវិតក្រុម AOT បានបង្ខំចិត្តត្រូវផ្អាកកិច្ចការរបស់ខ្លួនជាបណ្ដោះអាសន្នទៅនេះបើថៃចង់បដិសេធតើនឹងអាចបដិសេធដោយរបៀបណាទៅវិញថៃរំលោភសន្តិភាពចំពីមុខយន្តការអាស៊ានចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពគូឡាំពួរត្រូវបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025មកភាគីកម្ពុជាបានអនុវត្តគ្រប់កាតព្វកិច្ចដោយភាពខ្ជាប់ខ្ជួននិងវិជ្ជាជីវៈខ្ពស់ប៉ុន្តែផ្ទុយទៅវិញភាគីថៃស្ទើរតែមិនមានថ្ងៃណាលាក់ពីការរំលោភបំពានជាពិសេសក្នុងពេលដែលគេគិតថានៅខាងក្នុង AOT ដែលជាតំបន់គ្មានផ្នែកអាស៊ានខឿនប៉ុន្តែការផ្ទុះថ្ងៃទី19វិច្ឆិកាមិនបានធ្វើនៅពីក្រោយខ្នងយន្តការសង្កេតការអាស៊ាន AOT ទៀតឡើយនេះជាសញ្ញាច្បាស់ថាសូម្បីតែក្នុងវត្តមានរបស់ក្រុមសង្កេតការអាស៊ាន AOT ក៏ភាគីថៃហ៊ានរំលោភដែលជាអំពើបំពានដ៏ធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងសន្តិភាពគូឡាំពួរតើ AOT មានភារកិច្ចអ្វីដែលថៃហ៊ានផ្ទុះអាវុធនៅចំពោះមុខពួកគេនោះក្រុម AOT ដែលបង្ខំចិត្តផាកកិច្ចការរបស់ខ្លួនក្នុងពេលនោះគឺកំពុងចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់ជាក់ស្ដែងនៅតាមបណ្ដោយព្រំដែន AOT គឺជាឯកតាអន្តរជាតិក្នុងគ្រប់ខណ្ឌអាស៊ានដែលមានតួនាទីដូចបតុងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងគូឡាំពួរចុះពិនិត្យតំបន់ព្រំដែនផ្ទៀងផ្ទាត់ការផ្ទុះអាវុធការផ្លាស់ប្ដូរឬចល័តកងទ័ពនិងត្រួតពិនិត្យរាល់ការបំពានរីកាទៅកិច្ចប្រជុំ ABC និងថ្នាក់កម្ពុជារបស់អាស៊ានដូច្នេះពេលដែលក្រុម AOT បានលើសម្លេងផ្ទុះអាវុធដោយផ្ទាល់ពីភាគីថៃនៅថ្ងៃទី19វិច្ឆិកាមានន័យថាមិនមែនដោយសារតែកម្ពុជាជាអ្នកប្រាប់ទេគឺយន្តការអាស៊ានជាអ្នកប្រាប់និងជាសាក្សីដោយផ្ទាល់តើថៃអាចបដិសេធនឹងចោទប្រកាន់ដាក់ទៅកាន់ភាគីណាមុននេះខណៈពេលកម្ពុជាដាក់របាយការណ៍លើសកម្មភាពបំពានបទរំលោភឈប់បាញ់ឬការបាញ់រះលើដីខ្មែរថៃតែងប្រើយុទ្ធសាស្ត្រ3ចំណុច1បដិសេធទាំងស្រុងដោយមិនមែនជារបស់ភាគីថៃ2បញ្ចេញភាសាវាយប្រហារថាកម្ពុជាបង្កើត fake news 3បំលាញទិសដោយចោទថាជាការបង្កហេតុដោយកម្ពុជាឬថាទាហានកម្ពុជាបានដឹកមុនប៉ុន្តែពេលនេះថៃមិនអាចបន្តប្រើទៀតបានទេព្រោះការផ្ទុះអាវុធបានស្ថិតចំពោះមុខក្រុម AOT ដែលជាយន្តការសង្កេតការណ៍របស់ក្រុមប្រទេសអាស៊ានទាំងមូលមិនមែនតែកម្ពុជាប៉ុណ្ណោះតាមរយៈនេះគេរំពឹងថាក្រុម AOT នឹងរាយការណ៍អំពីព្រឹត្តិការណ៍បំពាននេះទៅអាស៊ាននិងទៅប្រទេសពាក់ព័ន្ធដូចជាសហរដ្ឋអាមេរិកជាដើមតាមរយៈនេះទៀតវានឹងក្លាយទៅជាសាក្សីដែលថៃមិនអាចប្រកែកបានឡើយចំពោះករណីបំពានលើកិច្ចព្រមព្រៀងសន្តិភាពគូឡាំពួរបើថៃនៅតែចោទជេរមិនហ៊ានទទួលឆ្កល់ត្រួយថៃត្រូវយល់ថាសេចក្តីបដិសេធនោះមិនមែនជាការឆ្លើយទៅចំពោះកម្ពុជាទេឡើយប៉ុន្តែគឺជាសម្ដីបដិសេធចំពោះក្រុម AOT ដែលជាយន្តការអន្តរជាតិស្ថិតក្នុងគ្រប់ខណ្ឌអាស៊ាននិងជាសាក្សីអន្តរជាតិដែលបានឮនិងបានឃើញព្រឹត្តិការណ៍នោះដោយផ្ទាល់ភ្នែករបស់ពួកគេនេះគឺជាជ័យជំនះដ៏ធំធេងសម្រាប់វិធីសាស្ត្រយុទ្ធសាស្ត្ររបស់កម្ពុជាគឺស្ងាត់ប៉ុន្តែមិនស្ងៀមដែលជាយុទ្ធសាស្ត្រមួយបញ្ជាការប្រឈមមុខដាក់គ្នាដោយអំពើហិង្សាប៉ុន្តែពឹងផ្អែកលើកម្លាំងច្បាប់អន្តរជាតិកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាំពួរ
និងយន្តការអាស៊ានដើម្បីបង្ហាញការពិតទៅពិតបកពិតពីពិភពលោកដូច្នេះបើថៃនៅចរចេមិនហ៊ានទទួលស្គាល់ទេថៃត្រូវយល់ថាសេចក្តីបដិសេធនោះមិនមែនជាការឆ្លើយតបចំពោះកម្ពុជាទេឡើយប៉ុន្តែគឺជាសម្ដីបដិសេធចំពោះក្រុម AOT ដែលជាយន្តការអន្តរជាតិស្ថិតក្នុងក្របខ័ណ្ឌអាស៊ាននិងជាសក្តិសិទ្ធិអន្តរជាតិដែលបានលឺនិងបានឃើញព្រឹត្តិការណ៍នោះដោយផ្ទាល់ភ្នែករបស់ពួកគេនេះគឺជាជ័យជំនះដ៏ធំធេងសម្រាប់វិធីសាស្ត្រយុទ្ធសាស្ត្ររបស់កម្ពុជាគឺស្ងាត់ប៉ុន្តែមិនស្ងៀមដែលជាយុទ្ធសាស្ត្រមួយបញ្ជាការប្រឈមមុខដាក់គ្នាដោយអំពើហិង្សាប៉ុន្តែពឹងផ្អែកលើកម្លាំងច្បាប់អន្តរជាតិកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាំពួរនិងយន្តការអាស៊ានដើម្បីបង្ហាញការពិតទៅពិតពិភពលោកដូច្នេះបើថៃនៅចរចេមិនហ៊ានទទួលស្គាល់ត្រូវថៃត្រូវយល់ថាសេចក្តីបដិសេធនោះមិនមែនជាការឆ្លើយតបចំពោះកម្ពុជាទេឡើយប៉ុន្តែគឺជាសម្ដីបដិសេធចំពោះក្រុម AOT ដែលជាយន្តការអន្តរជាតិស្ថិតក្នុងក្របខ័ណ្ឌអាស៊ាននិងជាសង្ស័យអន្តរជាតិដែលបានលឺនិងបានឃើញព្រឹត្តិការណ៍នោះដោយផ្ទាល់ភ្នែករបស់ពួកគេ